ស្វាគមន៍អ្នកគ្នាមកកាន់វេទិកានិម្មិតហើយថ្ងៃនេះគឺជាចំណុចទាំង40យ៉ាងដែលគេនឹងដាក់ចូលទៅក្នុង Minecraft 1.20 ចូលទៅមើលទាំងអស់គ្នាចំណុចទី1នោះគឺ biome នៅក្នុង DN គឺបានផ្លាស់ប្ដូរចេញជារូបរាងបែបនេះដែលដូចអ្នកគ្នាឃើញយ៉ាងថានេះគឺជា biome ថ្មីនៅកន្លែង DN City ហើយគេក៏បានបង្ហាញឲ្យយើងឃើញថាវាមិនមែនប្ដូរតែមក biome ទេគឺវាមានច្រើនទៀតក្រៅពីពណ៌ហ្នឹងគឺមានពណ៌ទឹកក្រូចហើយក៏មានពណ៌នេះអីចឹងទៅ bla 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 មានពួក temple ឬក៏ treasure អីនៅក្នុង biome ទាំងអស់ហ្នឹងអាចនិយាយថានៅក្នុង Ender ឥឡូវគឺវាមានអាពួកអញ្ចឹងគឺមានប្រាសាទមានអីនៅក្នុងហ្នឹងអីអញ្ចឹងឲ្យយើងស្រាវជ្រាវរកហັບរកអីចឹងទៅបន្តមកទៀតគឺមាន update ចេញមកថ្មីនៅក្នុង The Ender City ហ្នឹងគឺមានដូចជា mini ដូចគេហៅថាកដោបបង្កែបអីចឹងទៅវាមើលទៅដូចសត្វកដោបតែដល់ពេលវាយវាទៅវារីកស្ទុយខ្លាចជាហ៊ីងអញ្ចឹងទៅហើយ skill របស់វាគឺហោះមកបុកក្បាលយើងតែតយើងឲ្យវា load ដល់ knock back អីចឹងទៅយើងក៏មើលឃើញថាមានមកប្រភេទជាច្រើនទៀតដែលមានលក្ខណៈប្លែកៗដូច slime អីចឹងទៅហើយក៏យើងមើលឃើញថាមានកន្លែងទីសក្ការៈបូជាដើម្បីដាក់ពងនេះដុតពងនេះអីដែររៀងភ្លើងក៏ដូរចេញជាពណ៌ស្វាយទៀតចឹងទៅផាប់ភុបន្តិចទៀតគេប្រើនយោបាយវាយនាគមួយមិនគ្រប់វាយនាគពីរបន្ថែមហើយនាគមួយទៀតគឺជាប្រភេទនាគពណ៌ក្រហមហើយធ្វើការខំយើងកវីយើងដូចឆ្កែអញ្ចឹងក្រឹកហើយបលែងយើងចេញអីចឹងទៅPortal នៅ Ancient City គឺ available ឲ្យយើងបើកបានតែយើងគ្រាន់តែប្រើ item ចេញថ្មីដាក់នៅលើហ្នឹងវាចេញជាផ្លូវឲ្យយើងទៅភៅភពមួយទៀតហើយភពមួយទៀតហ្នឹងគឺមានលក្ខណៈ biome ស្អាតមែនតែននិយាយឲ្យចំទៅការប៉ັດយើងទៅភពរបស់ Miverden នឹងឯងហើយ Verden វាអាចនឹងមាន Verden ប្រភេទគួរឲ្យខ្លាចជាងមុនឆ្ងាយហើយយើងក៏មានអាវក្រោះលក្ខណៈពិសេសថ្មីដែលយើងអាចប្រើវាជាអាវក្រោះដែលតាន់ជាងអាវ Diamond ឬក៏អាវ Netherite អីចឹងទៅ update លើកហ្នឹងមកប្រហែលជាមានច្រើនជាងមុនហើយគួរឲ្យខ្ពើមជាងមុនទៅទៀតដោយសារតែកំណើនសត្វវាមានច្រើនចឹងអាវុធរបស់វាក៏មានថ្មីដែរចឹងហើយនេះគឺជាត្រែរបស់ Verden ដែលយើងអាចផ្លុំទៅដើម្បីកម្ចាត់បិសាចបានដោយលក្ខណៈឆ្ងាយជាសំឡេង KPDN update គឺយើងក៏មានថានៅ desert ក៏វា update មានពស់ដែរពស់ថ្លាន់ពស់អីចឹងទៅហើយដោយសារតែ Mojang ខ្លាច Jungle អន់ជិតក៏បន្ថែមឲ្យមានស្វានៅក្នុងព្រៃហើយមានចេកឲ្យស្វាស៊ីអញ្ចឹងទៅដែលស្វាពួកហ្នឹងគឺវាមិន friendly ជាមួយយើងប្រហែលទេដែលហៅថា King Kong ហ្នឹងយើងដាក់វាម្ដាយកដាលក្បាលវានឹងធ្វើការដេញខាំយើងដេញវាយយើងម្លោះហើយដោយសារតែមានតែយើងដែលអាចប្រមូលទឹកឃ្មុំបានអញ្ចឹងទឹកឃ្មុំវាមានកំណើនច្រើនខ្លាំងពេកធ្វើឲ្យសេដ្ឋកិច្ចទីផ្សារធ្លាក់ចុះយើងក៏បង្កើតឲ្យមានខ្លាឃ្មុំស៊ីទឹកឃ្មុំអីចឹងទៅនិយាយមិនទាន់ចប់ទេអានេះគឺជាសត្វស្រមោចដែលមានទំហំធំប៉ុនមាន់អាស្លឹកហ្នឹងមិនដឹងវាទៅពណ៌ពីណាទេក្រៅពីពួកអាស្រមោចអត់ប្រយោជន៍ហ្នឹងហើយយើងក៏មើលឃើញថាមានដំរីដ៏ធំមួយដែលមានទំហំធំខ្លាំងមែនតើហើយវា friendly វ៉ាត់ងាប់ទេអញ្ចឹងប្រសិនបើមានសត្វ friendly ក៏វាមានត្រូវតែមានសត្វ unfriendly អញ្ចឹងនេះគឺជាប្រភេទសត្វ unfriendly ដែលដេញខំសត្វដទៃគ្រប់យ៉ាងសត្វលើដីវាមានច្រើនពេកមកចេញបន្ថែមមានសត្វស្លាបបន្ថែមធ្វើឲ្យពិភពលោករបស់យើងមានរូបភាពស្រស់បំព្រងជាងមុនសត្វលើមេឃច្រើនពេកងាយទៅប្រភេទងើបឡើងធីងថងធ្វើឲ្យមានពិភពលោកនៅក្នុងទឹកសមុទ្រគឺមានការអាប់ដេតដាក់ថៃឆ្លាមដាក់អីចាក់ផ្សោតដាក់អីចូលទៅថែមទៀតអញ្ចឹងទៅដល់វាមានគ្រោះថ្នាក់ខ្លាំងជាងមុនគ្រោះណាស់តិចពេលខ្លាច player លេងទៅស្រួលមកចេញក៏បានបន្ថែមជាមួយនឹង zombie ភ្លើងនេះដែលយើងមិនអាចកាប់វាដែរបានទេយើងត្រូវផ្លុំវាបានឲ្យវាលត់គេនឹងអាប់ដេតឲ្យមានសម្លេងត្រែដែលគួរឲ្យរំខានជាងមុនហើយ skeleton ក៏មានលក្ខណៈពិសេសជាងមុនដូច skeleton ត្រូវពឹសខ្មៅចឹងទៅដែលវាមានផ្លុំខ្លុយអីចឹងទៅផ្លុំខ្លុយអីផ្លុំផ្លុកយើងក៏អាចប្រើប្រាស់ដែរដើម្បីកាប់ឲ្យវាងាយស្រួលជាងមុនដែលធ្វើឲ្យវាមិនបើយើងកាន់តែខ្លាំងជាងមុនដូចគ្នាដោយដែលបានឃើញយើងថាសឹងតែគ្រប់ biome ដែលត្រូវការ update ចឹងហើយឥឡូវនៅក្នុងតកក៏វាមាន update ដែរហើយមានខ្លាចឃុំតកឲ្យទៀតហើយគឺមានបិសាចតកតែម្ដងក៏មានការដាក់បន្ថែមជាមួយនឹង biome ថ្មីដែលមានលក្ខណៈពិសេសមើលទៅមិនចូលភ្នែកជាច្រើនថែមទៀតប្រាសាទអាចក៏បានក៏មានបន្ថែមឲ្យយើងដើម្បីដើររកដើម្បីរក item រក hub ឲ្យថែមទៀតដែរលោជាងមុនឥឡូវនៅ desert នៅតាមឆ្នេរសមុទ្រអីគឺវាមាន update លក្ខណៈអញ្ចឹងមើលទៅដូចនៅតាមឆ្នេរខ្សាច់ចឹងហើយពីហ្នឹងយើងក៏មើលឃើញថាមានប្រភេទ biome ថ្មីដែលមានបង្កើតឡើងមកដែលជាប្រភេទ biome កា lavenderជាមួយនឹងបោះដីយើងអាចប្រើប្រាស់វាដើម្បីបោះ gravel ឬក៏ដីខ្សាច់ឬក៏ដីធម្មតាបានដើម្បីដើររកឲ្យធម្មតាល្អនៅក្នុងដូចជាកំបែងធំបែងដាប់បែងបែងបែងកែវអីចឹងដើម្បីយកមកផ្គុំចូលគ្នាដើម្បីយកទៅធ្វើដាក់តាំងដើម្បីជាលក់អេតចាយយកទៅលក់អេតចាយយើងក៏ឃើញមានថាឥឡូវគេមានថង់អីមួយដើម្បីដាក់ item ចូលក្នុងខ្លួនបានបើសិនបើករណីខ្លួនរបស់យើងពេញឲ្យបានទៅកន្លែង Shulker Box ដើររកនៅក្នុង The NCT អីឡើយយើងអាចប្រើប្រាស់វាជាបដាអាសន្នបានឥឡូវ7 ប៉ែគេមានឲ្យយើងប្រើប្រាស់ក្នុងការដើររកវាដែលឃើញនៅក្នុងពេលយប់អីចឹងទៅតែកុំឲ្យមិនកែបស៊ីយ៉ាផ្ទុះងាប់ដោយអ្នកគ្នាបានឃើញចឹងថាក្រៅពី7 ប៉ែ update ហើយនៅ biome ដែលឈើព្រៃសនេះក៏វា update ដែរមានសបុកមានអីដូចមុនដូចចឹងទៅមានសបុកខ្មុំសបុកអីដូចគេនៅក្នុងហុកថតចឹងទៅងាយមកមើលភាពស្រស់បំព្រងបែបមនុស្សស្រីវិញគេ update មានឲ្យផ្កាថ្មីជាច្រើនដែលមានលក្ខណៈពិសេសប្លែកដែលមើលទៅគួរឲ្យខ្លាចខ្ពើមច្រឡៅជាងមុនហើយសម្រាប់អ្នកគេដែលចូលចិត្តបែបធ្មប់ឥឡូវផ្សិតគឺមានលក្ខណៈពិសេសជាងមុនដូចគ្នាគឺអាចដាំទៅមានលក្ខណៈដូចឈួតចឹងឯងដោយសារតែគ្រប់យ៉ាងសឹងថា update អស់ហើយឥឡូវយើងមកមើលការ update ដែលប្លែកជាងគេបំផុតនោះគឺអាចប្រើប្រាស់ឈើលក្ខណៈពិសេសផ្សេងដែលយើងអាចបដូរទៅជា hub ដែលមានលក្ខណៈនៃឈើនីមួយដូចឈើអី hub ហ្នឹងចឹងណាកំតាន់អាកាំងចង់និយាយថាក្រៅពីឈើ book shelf របស់យើងក៏វាបដូរដែរនិយាយទៅច្រើនជាងមុន item វែងហ្មងអីដែលកាន់តែបែកថ្នាំជាងហ្នឹងទៀតគឺ Elytra របស់យើងអាចបដូរពណ៌បាន
ដែលយើងអាចប្រើប្រាស់ពណ៌នេះផ្សេងៗដើម្បីលាយចូលដោយអាលីត្រាដោយដាក់ស្បែកគោលេងអញ្ចឹងណាហើយមើលមួយទៀតហ្នឹងគឺខ្ញុំចង់ប្រាប់ថាវីដេអូនេះគ្រាន់តែជាវីដេអូបែបសម័យរបស់ខ្ញុំទេខ្ញុំបែកកឆាមិនសើមកយ៉ាងទៅឥឡូវវាមិនទាន់អស់ជាកឆាតែខ្ញុំធ្វើវីដេអូហ្នឹងចេញបានជាចុងក្រោយវីដេអូក៏សូមអរគុណនិងសូមគោរពលា credit វីដេអូ goes to Minasaur ចង់ព័ត៌មានតាមអាចតាក់ទងទៅគាត់បានអ្នកគ្នាចង់ដឹងអ្វីថែមអាចតាក់ទងទៅគាត់បានព្រោះខ្ញុំគ្រាន់តែធ្វើការបកស្រាយជាមួយនឹងការបកប្រែអ្នកគ្នាបានស្ដាប់តែជាលក្ខណៈភាសាខ្មែរបើសិនបើអ្នកគ្នាចង់ស្ដាប់លក្ខណៈភាសាអង់គ្លេសអ្នកគ្នាអាចចូលទៅមើលវីដេអូ channel របស់គាត់ផ្ទាល់បានក៏បានសូម see you later ដល់សប្តាហ៍ក្រោយវីដេអូបាយមកបានឯងក្ប៊ីតែហាន់ទឹក